នៅក្នុងព្រៃទឹកភ្លៀង Amazon ដែលពោពេញដោយគ្រោះថ្នាក់មានសត្វឥន្ទ្រីដែលមានមាឌធំបំផុតនៅលើโลกមករស់នៅនោះគឺឥន្ទ្រីហាពី Happy Eagle ក្នុងនាមជាស្ដេចត្រួតត្រាព្រៃទឹកភ្លៀងវាមានកម្ពស់1ម៉ែត្រនិងទទឹងស្លាបដល់ទៅ2ម៉ែត្រចំណែកឯក្រញាំដ៏មុតស្រួចប្រវែង13សង់ទីម៉ែត្ររបស់វាគឺវែងជាងក្រញាំខ្លាឃ្នុំពណ៌ត្នោតទៅទៀតអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺកម្លាំងច្របាច់របស់វាមានរហូតដល់150គីឡូក្រាមដែលគ្រាន់តែប្រើកម្លាំងបន្តិចបន្តួចក៏អាចកំទេចរាងកាយរបស់ចំណីបានដែរប៉ុន្តែនៅពេលប្រឈមមុខនឹងកូនតូចដែលទើបតែញាស់ចេញពីសម្បកប្តីប្រពន្ធឥន្ទ្រីហាពីដែលធ្លាប់តែសាហាវខូខើបែរជាលាក់បាំងភាពសាហាវទាំងនោះហើយប្រែមកជាទន់ភ្លន់បំផុតក្រញាំដែលធ្លាប់តែសម្លាប់សត្វពាសពេញព្រៃឥឡូវនេះបែរជាលើកដាក់យ៉ាងធ្នមនៅក្នុងសម្បុករាល់ចលនាទាំងអស់គឺប្រុងប្រយ័ត្នបំផុតព្រោះខ្លាចធ្វើឲ្យកូនបាក់សីដ៏ទន់ខ្សោយរងរបួសវដ្តនៃការបន្តពូជរបស់ឥន្ទ្រីហាពីគឺមានរយៈពេលយូរណាស់ពូជគឺរៀងរាល់2ទៅ3ឆ្នាំទើបវាបង្កាត់ពូជម្ដងដូច្នេះគោនីមួយដែលញាស់ចេញមកគឺជាក្តីសង្ឃឹមតែមួយគត់ដែលឪពុកម្ដាយរងចាំអស់រយៈពេលជាច្រើនឆ្នាំដើម្បីការពារជីវិតដែលទទួលបានមកយ៉ាងលំបាកនេះប្តីប្រពន្ធឥន្ទ្រីហាពីនឹងសាងសង់សម្បុកនៅលើកំពូលដើមឈើធំដែលមានកម្ពស់40ម៉ែត្រពួកវាប្រើមែកឈើរឹងមាំធ្វើជាគ្រឹះនិងប្រើសម្បុកឈើទុំទ្រាប់សម្បុកដោយជួសជុលសម្បុកម្ដងហើយម្ដងទៀតគ្រាន់តែដើម្បីផ្ដល់ឲ្យកូនរបស់ពួកគេនូវការចាប់ផ្ដើមដ៏មានសុវត្ថិភាពទោះជាយ៉ាងណាក៏ដោយសម្បុកដែលស្ថិតនៅទីខ្ពស់បែបនេះគឺគ្មានអ្វីបាំងបិទឡើយដូច្នេះដើម្បីការពារកូនតូចប្តីប្រពន្ធឥន្ទ្រីហាពីត្រូវបែងចែកការងារគ្នាម្នាក់នៅចាំយាមកូនក្នុងសម្បុកមិនឲ្យឃ្លាតមួយជំហានចំណែកម្នាក់ទៀតត្រូវចេញទៅប្រមាញ់យ៉ាងដាក់ហើមដង្ហុំនៅក្នុងព្រៃជ្រៅនៅខណៈពេលនេះពួកវាមិនមែនជាអ្នកប្រមាញ់ឈាមត្រជាក់ឡើយប៉ុន្តែគឺជាឪពុកម្ដាយសាមញ្ញមួយគូដែលខិតខំអូសពីកម្លាំងកាយចិត្តដើម្បីការពារកូនឲ្យមានសុវត្ថិភាពប៉ុន្តែច្បាប់នៃព្រៃទឹកភ្លៀងមិនដែលលូកលែងដោយសារតែភាពកក់ក្ដៅនៃមនុស្សសញ្ចេតនានោះទេភាពទន់ភ្លន់គឺជាចំណោទឈាមជ័រប៉ុន្តែភាពសាហាវយំខ្នងទើបជាមូលដ្ឋានគ្រឹះនៃការរស់រានមានជីវិតស្វាដែលរហ័សរហួនក្នុងព្រៃគឺជាចំណីសំណុកបំផុតមួយនៅក្នុងបញ្ជីមុខមហូបរបស់ឥន្ទ្រីហាពីទោះបីជាពួកវាពូកែផ្លោះតាមមែកឈើដើម្បីរកផ្លែឈើផ្អែមក៏ដោយប៉ុន្តែពួកវាក៏មានចំណុចខ្សោយដ៏សាហាវមួយដែរដើម្បីវាស់ចម្ងាយនៃការលូតឲ្យបានត្រឹមត្រូវភ្នែករបស់ពួកវាត្រូវតែសម្លឹងទៅមុខជានិច្ចហើយដូច្នេះហើយវាក៏បង្កើតឲ្យមានចំណុចងងឹតនៅផ្នែកខាងលើក្បាលដែលធ្វើឲ្យពួកវាមិនដឹងខ្លួនយូរធ្វល់ធ្វថាលំហៅមេឃទាំងមូលគឺជាទីលានប្រមាញ់របស់ឥន្ទ្រីហាពីប្រសិនបើស្វានៅតែលាក់ខ្លួនក្នុងព្រៃក្រាស់ពួកវាប្រហែលជាអាចរក្សាជីវិតបានប៉ុន្តែឲ្យតែពួកវាលិចមុខចេញមកក្រៅឥន្ទ្រីហាពីដែលចាំឈ្មោះឱកាសជាយូរណាស់នឹងវីប្រហារភ្លាមខុសពីឥន្ទ្រីមី Golden Eagle ដែលឆាបចុះពីលើមេឃឥន្ទ្រីហាពីគឺជាអ្នកប្រមាញ់ឈ្មោះក្នុងព្រៃវាអាចហោះកាត់មេឃឈើយ៉ាងស្ងប់ស្ងាត់ជាងទីនៅពេលដែលក្រញាំរបស់វាចាប់ជួបខ្លួនចំណីសំបីតែឱកាសស្រែកហៅក៏គ្មានដែរនៅពេលដែលឪពុកឥន្ទ្រីហាពីនាំយកចំណីមកដល់សម្បុកដ៏ជោគជ័យកូនតូចក៏បានស៊ីចំណីស្រស់ក្នុងរយៈពេល2ឆ្នាំខាងមុខកូនបក្សីនឹងត្រូវពឹងផ្អែកទាំងស្រុងលើការមើលថែពីឪពុកម្ដាយដំណើរការនៃការចិញ្ចឹមកូននេះគឺជាដំណើរការដែលវែងជាងកំហឹងប្រមាញ់ទាំងអស់ក្នុងព្រៃទឹកភ្លៀងលើពិភពលោករយៈពេលពេញ2ឆ្នាំជាមួយនឹងការចិញ្ចឹមប្រមាញ់រវាងស្លាប់និងរស់ជាង200ដងប្តីប្រពន្ធឥន្ទ្រីហាពីបានផ្លាស់ប្ដូរគ្នាចាប់យកស្វានិងសត្វស្លូតជាង200ក្បាលមកឲ្យកូនពួកវាបានលាក់បងធូវយទាំងអស់រហូតដល់កូនទូកធំធាត់បន្តិចម្ដងនៅពេលនេះកូនបាក់សីមានស្លាបពេញលេញរូបរាងមើលទៅមិនខុសពីឥន្ទ្រីហាពីពេញវ័យឡើយប៉ុន្តែវានៅតែមិនទាន់អាចរស់នៅដោយខ្លួនឯងទាំងស្រុងនោះទេ